បងប្អូនអញ្ចឹងអានេះមកនិយាយពីម៉ូតូជាប់កាត់នេះមួយម៉ូតូនេះគឺបងប្អូនយើងធ្វើការរោងចក្រគាត់មកពីព្រឹកប៉ុន្តែម៉ូតូគាត់បើកកើតបានអញ្ចឹងចាក់សាអត់កើតទេអញ្ចឹងគាត់ផ្ញើផ្ទះខ្ញុំតែម្ដងដោយសារខ្ញុំអត់មិញនៅផ្ទះបើខ្ញុំនៅផ្ទះខ្ញុំធ្វើជូនគាត់ហើយអញ្ចឹងទីតិចខ្ញុំនឹងវាយកែបឲ្យបងប្អូនមើលណាបងប្អូនដែលយើងអត់មានអាយុឬឧបករណ៍បែបនេះគឺពិបាកតិចហើយអញ្ចឹងសម្រាប់ខ្ញុំមានអញ្ចឹងខ្ញុំនឹងវាយមានតែយើងវាយខាងស្ដាំម៉ូតូបងប្អូនណាយើងវាយខាងឆ្វេងនេះអត់មានត្រូវកលឹះទេអញ្ចឹងយើងទៅប៉ាក់មើលខាងនេះយើងឃើញកលឹះកែបរបស់វាយើងវាយឲ្យចំដាក់តាមអាយុទៅវាចេញហើយអញ្ចឹងបងប្អូនមិនបាច់បដើឬក៏មិនបាច់ទៅរយជាងអីទេគ្រាន់តែយើងប៉ើកាត់ដើម្បីចាក់សាំងជីតែប៉ុណ្ណោះអញ្ចឹងយើងវាយតាមអាយុឬពីអាយុវាចេញហើយទេបងប្អូនវ៉ាវមកមួយចិត្តតិចទៀតបាយហើយនេះមានវ៉ាន់ធំនេះទៀតបងប្អូនណាចាស់ម៉ូតូអញ្ចឹងចាស់តូបានឃើញមកភ្លេចខមមិនក្នុងវីដេអូនេះផងអត់ទាស់មកវាអាចជាក់ទៀតអញ្ចឹងយើងចាក់សាំងរួចហើយម៉ូតូនេះអញ្ចឹងមានយើងប្រឆេះទៅគឺអាចបន្តដំណើរទៅមុខទៀតបានហើយបងប្អូនណាម៉ូតូក៏អត់មានអាគុយទេយើងពាក់ហើយបងប្អូនអត់នឿយបដាទៅជាងអត់នឿយឲ្យយើងហត់ទេយើងធ្វើតែប៉ុណ្្នឹងទៅគឺយើងអាចបន្តទៅមុខទៀតបានហើយជាងកែមយើងមិនទាន់កັບទេយើងដោះដូរឬក៏ជួសជុលតាមបងប្អូនទៅចោះអរគុណច្រើន